បាទអូខេសួស្តីបងប្អូនទាំងអស់គ្នាវិលមកជួបគ្នាសាជាថ្មីម្ដងទៀតហើយជាមួយនឹង Channel ខ្មែរអនឡាញអូខេអញ្ចឹងសម្រាប់វីដេអូថ្មីមួយនេះខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបនៃការយកអាសយដ្ឋាន Loda ដាក់ចូលទៅក្នុង App Alibaba អញ្ចឹងបងប្អូនដឹងហើយថានៅពេលដែលបងប្អូនធ្វើការបញ្ជាទិញរាល់ទំនិញណាមួយនៅក្នុងប្រទេសចិនអញ្ចឹងត្រូវតែមានអាសយដ្ឋានដឹកជញ្ជូនអញ្ចឹងកុំឲ្យខាតពេលបងប្អូនយូរមុនដំបូងគឺបងប្អូនចូលទៅកាន់ Loda មក account Loda របស់យើងហ្នឹងអូខេអញ្ចឹងនៅពេលដែលបងប្អូនចូលមកកាន់ account Loda គឺដំណើរការមកកាន់ត្រង់ចំណុចនេះហើយសម្រាប់វីដេអូនៃការបង្កើត account Loda គឺខ្ញុំបានបង្ហាញបងប្អូនពីវីដេអូមុនរួចមកហើយអញ្ចឹងបើបងប្អូនណាដែលអត់ទាន់ចេះពីរបៀបនៃការបង្កើត account ដឹកក្រុមហ៊ុនដឹកជញ្ជូន Loda នេះគឺបងប្អូនអាចចូលទៅមើលវីដេអូរបស់ខ្ញុំនៅក្នុង Channel YouTube របស់ខ្ញុំបានអូខេអញ្ចឹងដើម្បីយកអាសយដ្ឋាន Loda បានគឺបងប្អូនមើលទៅខាងលើមកគឺមានរូបយន្តហោះណាគឺមានរូបយន្តហោះហើយគេសេថាដឹកជញ្ជូនអន្តរជាតិគឺបងប្អូនចុចទៅលើរូបយន្តហោះហ្នឹងមកណាអូខេអញ្ចឹងនៅពេលដែលបងប្អូនចុចទៅលើរូបយន្តហោះហើយគឺមកកាន់ត្រង់ចំណុចនេះអញ្ចឹងត្រង់ចំណុចនេះគឺបងប្អូនចុចទៅលើរូបផ្ទះយើងមកហ្នឹងមកណាការដឹកជញ្ជូននិងទីតាំងឃ្លាំងណាបងប្អូនចុចទៅលើរូបផ្ទះហ្នឹងមកអូខេអញ្ចឹងនៅពេលដែលបងប្អូនចុចរូបផ្ទះនេះហើយគឺដំណើរការមកកាន់ត្រង់ចំណុចនេះផងដែរបងប្អូនណាត្រង់ចំណុចនេះគឺវាអត់ដំណើរការគឺវាមាននៅខាងក្រោមតែដោយសារអ៊ីនធឺណិតយ៉ាង slow បន្តិចបងប្អូនអូខេអញ្ចឹងមកដល់ត្រង់ចំណុចនេះគឺបងប្អូនចុចអាសយដ្ឋានចិនណាដោយសារតែអីវ៉ាន់ដែលយើងធ្វើការបញ្ជាទិញគឺមកពីប្រទេសចិនអញ្ចឹងយើងចុចអាសយដ្ឋានចិនហ្នឹងមកណាគឺខាងលើគេនេះគឺនៅខាងលើគេហ្នឹងណាគឺនៅខាងលើគេហ្នឹងបងប្អូនចុចទៅលើទៅពិនិត្យហ្នឹងមកណាអូខេអញ្ចឹងនៅពេលដែលបងប្អូនចុចទៅលើអាសយដ្ឋានចិននឹងហើយគឺដំណើរការមកកាន់ត្រង់ចំណុចនេះអញ្ចឹងត្រង់ចំណុចនេះគឺយើងត្រូវការជ្រើសរើសយកទីតាំងផ្លូវគោកអញ្ចឹងសម្រាប់ Alibaba គឺមិនតម្រូវឲ្យយើងធ្វើការដាក់អាសយដ្ឋានជាភាសាចិនទេគឺតម្រូវឲ្យយើងដាក់អាសយដ្ឋានជាភាសាអង់គ្លេសអញ្ចឹងដើម្បីយកអាសយដ្ឋានជាភាសាអង់គ្លេសគឺបងប្អូនអាចចូលចុច link Telegram នៅខាងក្រោមវីដេអូខ្ញុំដាក់ link ខាងក្រោមវីដេអូនេះដើម្បីឲ្យបងប្អូនចូលទៅយកអាសយដ្ឋានជាភាសាអង់គ្លេសណាដោយសារអីដោយសារតែ Alibaba គឺមិនតម្រូវឲ្យយើងភ្ជាប់អាសយដ្ឋានជាភាសាចិនទេអញ្ចឹងអ្វីដែលសំខាន់គឺទី1គឺបងប្អូនចុចយកគឺលេខទី1គឺលេខ KH របស់យើងហ្នឹងណាលេខ KH របស់យើងគឺលេខ KH នេះគឺលេខ KH របស់បងប្អូនមិនមែនលេខ KH របស់ខ្ញុំទេណាប្រយ័ត្នដាក់លេខ KH របស់ខ្ញុំគឺគេដឹកឲ្យខ្ញុំហើយទី2គឺយើងយកលេខទូរស័ព្ទឃ្លាំងនៅចិនហ្នឹងមកណាឃ្លាំងនៅចិនហើយចំណែកឯទី3គឺយើងយក postcode ណាគឺ528,000ហ្នឹងមកអូខេអញ្ចឹងអ្វីដែលយើងត្រូវយកគឺ3ចំណុចនេះណាត្រូវ3ចំណុចនេះទៅភ្ជាប់ជាមួយនឹងអាសយដ្ឋានជាភាសាអង់គ្លេសដែលខ្ញុំដាក់ link នៅខាងក្រោមវីដេអូ description ហ្នឹងឲ្យបងប្អូនចូលទៅយកណាអូខេអញ្ចឹងនៅពេលដែលបងប្អូនចូលចុច link Telegram នៅខាងក្រោមវីដេអូហើយគឺខ្ញុំនឹងឲ្យអាសយដ្ឋានជាភាសាអង់គ្លេសទៅកាន់បងប្អូនតែម្ដងអូខេដោយសារអីដោយសារ Alibaba គឺមិនតម្រូវឲ្យយើងបញ្ចូលអាសយដ្ឋានជាភាសាចិនទេអូខេអញ្ចឹងយើង copy អាសយដ្ឋានឧទាហរណ៍ថាយើងយកអាសយដ្ឋាននៅក្រោមវីដេអូខ្ញុំហើយគឺបងប្អូនតាក់ទងទៅកាន់ Telegram នៅខាងក្រោមវីដេអូហើយគឺខ្ញុំនឹងទម្លាក់អាសយដ្ឋានជាភាសាអង់គ្លេសអញ្ចឹងនៅពេលបងប្អូនយកអាសយដ្ឋានហ្នឹងមកបងប្អូន copy ដាក់ចូល note មួយមកណាដាក់ចូលទៅក្នុង note មួយដើម្បីយើងងាយស្រួលនេះឧទាហរណ៍ខ្ញុំអញ្ចឹងគឺខ្ញុំ copy ដាក់ចូលទៅក្នុង note របស់ខ្ញុំណាគឺខ្ញុំ copy ចូលនឹងជាមួយនេះគឺខ្ញុំដាក់ចូលទៅក្នុង note របស់ខ្ញុំអញ្ចឹងខាងលើនេះគឺជាអាសយដ្ឋានជាភាសាអង់គ្លេសដើម្បីយើងយកទៅភ្ជាប់ជាមួយនឹង app Alibaba អូខេអញ្ចឹងនៅខាងលើនេះគឺខ្ញុំដាក់អញ្ចឹងបងប្អូនចូលទៅកាន់ Alibaba ទៅដើម្បីភ្ជាប់តែម្ដងអូខេអញ្ចឹងនៅពេលដែលបងប្អូនបើកដំណើរការ app Alibaba ហើយគឺដំណើរការមកកាន់ត្រង់ចំណុចនេះណាត្រង់ចំណុចនេះបងប្អូនចុចទៅលើ My Alibaba នេះមកណាខាងក្រោមគេហ្នឹងរូបមនុស្សយើងហ្នឹងអូខេអញ្ចឹងនៅពេលដែលបងប្អូនចុចទៅលើ My Alibaba គឺបងប្អូនចុចទៅលើ Shopping Address នេះរូបសញ្ញាទីតាំងហ្នឹងគឺមួយនេះគឺបងប្អូនចុចទៅលើហ្នឹងមកណានេះណាចុចត្រង់ចំណុចហ្នឹងមក
បាទអូខេអញ្ចឹងនៅពេលដែលបងប្អូនចុចទៅលើ add new address ហើយគឺដំណើរការមកកាន់ត្រង់ចំណុចនេះផងដែរអញ្ចឹងត្រង់ចំណុចនេះគឺខាងលើគេហ្នឹងគឺបងប្អូនជ្រើសរើសយក China ហ្នឹងមកណាគឺបងប្អូនចូលទៅជ្រើសរើសយក China ហ្នឹងមកអូខេអញ្ចឹងទី2នេះគឺយើងដាក់ KH របស់យើងអញ្ចឹង KH របស់យើងប្រហែលអញ្ចឹងខ្ញុំសូមចូលទៅ copy KH របស់ខ្ញុំសិនខាងលើនេះគឺខ្ញុំ copy ទី1ហ្នឹង KH របស់ខ្ញុំអូខេអញ្ចឹងខ្ញុំចូលយកមកផាសនៅចំណុចទី1គេដាក់ full name ហ្នឹងគឺខ្ញុំដាក់ត្រង់ចំណុចហ្នឹងតែម្ដងអូខេអញ្ចឹងកុំឲ្យជាប់លេខ1បងប្អូនលុបលេខ1ចេញអូខេហើយចំណែកឯទី2នេះគឺយើងត្រូវបញ្ចូលនៅលេខទូរស័ព្ទឃ្លាំងនៅចិនណាឃ្លាំងនៅចិនអញ្ចឹងខ្ញុំសូមចូលទៅ copy យកលេខទូរស័ព្ទសម្រាប់លេខ KH ខាងលើនេះគឺបងប្អូនដាក់លេខ KH បងប្អូនណាកុំដាក់លេខ KH ខ្ញុំប្រយ័ត្នអីវ៉ាន់ហ្នឹងគេផ្ញើមកឲ្យខ្ញុំណាត្រង់ចំណុចនេះគឺដាក់លេខទូរស័ព្ទឃ្លាំងចិនអូខេចំណែកឯទីបន្ទាប់ទី3នេះគឺយើងធ្វើការដាក់អត្តរណាអញ្ចឹងខ្ញុំចូលទៅ copy សិនសម្រាប់បងប្អូនដែលយកអាស័យដ្ឋានពីខ្ញុំទៅគឺយើងដាក់ក្នុង note អញ្ចឹងមកដើម្បីមានភាពងាយស្រួលក្នុងការ copy ណាគឺខ្ញុំផ្ញើឲ្យបងប្អូនអញ្ចឹងតែម្ដងអូខេយើង copy ទី3ហ្នឹងមកអូខេអញ្ចឹងខ្ញុំភ្ជាប់យកទៅផាសចូលទី3តែម្ដងផាសត្រង់ចំណុចនេះអូខេអញ្ចឹងមកយើងចុចគ្រីសខាងក្រោមហ្នឹងមកណាចុចសញ្ញាគ្រីសខាងក្រោមហ្នឹងមកអូខេជាប់ហើយអញ្ចឹងលុបលេខ1ចេញកុំឲ្យជាប់លេខ1បងប្អូនណានេះខ្ញុំសូមបង្ហាញម្ដងទៀតគឺលេខ1នេះគឺខ្ញុំ copy ហ្នឹងគឺវាអូតូលេខ1រហូតអញ្ចឹងខ្ញុំលុបចោលណាហើយយើងចុចសញ្ញាអូខេបន្ទាប់មកទី4យើងចូលទៅ copy ចំណុចទី4ដែលខ្ញុំឲ្យហ្នឹងមក copy ហ្នឹងមកត្រឹម Linda ហ្នឹងមកលោកដល់ city ណាត្រឹមហ្នឹងអូខេពីយកមកផាសចំណុចទី4ហ្នឹងដល់មកផាសចំណុចទី4ហ្នឹងមកអូខេអញ្ចឹងនេះខាងដើមនេះគឺតែងតែវាលោតជាប់លេខ1អញ្ចឹងលុបចោលលេខ1ហ្នឹងណាបងប្អូនអូខេអញ្ចឹងចំណែកឯបន្ទាប់ទី5នេះគឺយើងជ្រើសយកជាងតុង province ហ្នឹងមកណាអញ្ចឹងយើងចុចសញ្ញាព្រួយចុះក្រោមហ្នឹងមកយើងចូលទៅជ្រើសយកពាក្យហ្នឹងមកហើយអធិស្ឋានបន្តិចបងប្អូនដោយសារតែអ៊ីនធឺណិតវាយ៉ាង slow បន្តិចអញ្ចឹងសូមបងប្អូនធ្វើការរងចាំបន្តិចណាដោយសារវាយ៉ាង slow បន្តិចអូខេខ្ញុំទៅចុចម្ដងទៀតអូខេអញ្ចឹងយើងជ្រើសយកនឹងមកអូខេចំណែកឯទី6នេះគឺយើងជ្រើសយក Forsan គឺចំណុចហ្នឹងគឺជ្រើសយក Forsan ហ្នឹងមកចាំតិចវាបងប្អូនចាំធ្វើការចងចាំតិចបងប្អូនណាដោយសារអ៊ីនធឺណិតវា slow បន្តិចខាងខ្ញុំអូខេអញ្ចឹងជ្រើសយក Forsan ហ្នឹងមកហើយចំណែកឯខាងក្រោមនេះគឺយើងដាក់ postcode ហ្នឹង postcode ហ្នឹងគឺយើងចូលទៅ copy យក postcode ហ្នឹងមកណានេះខាងក្រោមគេហ្នឹងទី5យើងដាក់ទី6នេះគឺដាក់ Forsan មិញហ្នឹងអញ្ចឹងទី7ចុងបញ្ចប់ហ្នឹងគឺយើង copy postcode 528000ហ្នឹងមកអូខេអញ្ចឹង postcode 528000នេះយើងយកមកផាសត្រង់ចំណុចហ្នឹងមកណាខាងក្រោមគេហ្នឹងគឺ poster code ហ្នឹងគឺផាសត្រង់ចំណុចហ្នឹងមកហើយខ្ញុំសូមបញ្ជាក់បងប្អូនម្ដងទៀតណារាល់លេខ1ខាងដើមនេះគឺបងប្អូនត្រូវតែលុបចេញណាត្រូវតែលុបចេញអញ្ចឹងមកអូខេអញ្ចឹងបន្ទាប់ពីយើងធ្វើការបំពេញតាំងពីជំហានទី1យើងធ្វើការជ្រើសរើសយកប្រទេសចិនទី2យើងជ្រើសរើសដាក់ KH ទី3គឺយើងធ្វើការបំពេញលេខទូរស័ព្ទដៃទី4និងទី5យើងធ្វើការបំពេញនៅអាស័យដ្ឋានដូចជាអាស័យដ្ឋានឃ្លាំងទី6គឺយើងជ្រើសរើសតាមការបង្ហាញខ្ញុំ copy ពីចេញពី note របស់ខ្ញុំមកគឺបង្ហាញមតនៈចឹងបងប្អូនធ្វើការបំពេញតាមខ្ញុំមកណាហើយអាស័យដ្ឋានជាភាសាអង់គ្លេសដែលបងប្អូនចង់បានគឺបងប្អូនអាចចូលទៅយកចុច link Telegram នៅខាងក្រោមវីដេអូបានណាខ្ញុំដាក់ link Telegram នៅខាងក្រោមវីដេអូដើម្បីឲ្យបងប្អូនចូលទៅ copy យក link អាស័យដ្ឋានLoda ជាភាសាអង់គ្លេសអូខេអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេណាបងប្អូនអញ្ចឹងបន្ទាប់ពីយើងធ្វើការបំពេញរួចរាល់ហើយក៏បងប្អូនធ្វើការចុចទៅលើ share មក